អញ្ញាធននឹងជំរុញឲ្យអ្នកលក់បន្លែផ្លែឈើលើចិញ្ចើមផ្លូវតំបន់ជំនាញផ្សារដើមកោចាស់នៅថ្ងៃទី18ខែមករាខាងមុខនេះនៅថ្ងៃទី18ខែមករាខាងមុខនេះរដ្ឋបាលរាជធានីភ្នំពេញនឹងចាប់ផ្ដើមអនុវត្តវិធានការដោយជំរុញឲ្យអ្នកលក់ដូរបន្លែផ្លែឈើដែលគ្មានសណ្ដាប់ធ្នាប់នៅលើដងផ្លូវលើចិញ្ចើមផ្លូវមហាវិថីម៉ៅស៊ីតុងមហាវិថីព្រះមុនីរ៉េតនិងផ្លូវនានានៅតំបន់ជំនាញផ្សារដើមកោចាស់ក្នុងខណ្ឌទួលគោកខណ្ឌបឹងកេងកងឲ្យទៅលក់ដូរនៅទីតាំងផ្សារដើមកោថ្មីស្ថិតនៅតាមបណ្ដោយមហាវិថីឆ្នេះក្នុងខណ្ឌប្រដេភ្នៅគឺមិនអនុញ្ញាតឲ្យលក់ដូរគ្មានសណ្ដាប់ធ្នាប់នៅលើដងផ្លូវនិងលើចិញ្ចើមផ្លូវនេះតទៀតទេក្នុងកិច្ចប្រជុំសាមញ្ញលើកទី20របស់ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី4នៅព្រឹកថ្ងៃទី13ខែមករានេះលោកខួនស្រេងអភិបាលរាជធានីភ្នំពេញមានប្រសាសន៍ថាអ្នកលក់ដូរគ្មានសណ្ដាប់ធ្នាប់នៅលើដងផ្លូវលើចិញ្ចើមផ្លូវមហាវិថីម៉ៅស៊ីតុងមហាវិថីព្រះមុនីរ៉េតនិងផ្លូវនានានៅតំបន់ជំនាញផ្សារដើមកោមានចំនួនជាង700អាជីវកម្មហើយចាប់ពីថ្ងៃទី18ខែមករាខាងមុខនេះតទៅពួកគាត់មិនត្រូវបានអនុញ្ញាតឲ្យមកលក់ដូរបន្តទៀតទេពួកគាត់ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញរៀបចំឲ្យលក់នៅទីតាំងផ្សារដើមកោថ្មីស្ថិតនៅតាមបណ្ដោយមហាវិថីឆ្នេះក្នុងខណ្ឌព្រៃភ្នៅរដ្ឋបាលរាជធានីភ្នំពេញនឹងយកទ្រង់នឹងចិញ្ចើមផ្លូវទាំងនេះមកជួសជុលថែមទាំងដើម្បីឲ្យប្រជាពលរដ្ឋបានធ្វើដំណើរធម្មតាឡើងវិញនៅពេលសួរថាចុះកន្លែងមកហេតុអ្វីបានរដ្ឋាភិបាលរាជធានីមិនអនុញ្ញាតវិធានការបែបនេះលោកខួនស្រីបញ្ជាក់យ៉ាងដូចនេះថាដោយសារពីមុនយើងមិនទាន់មានទីតាំងសម្រាប់ពួកគាត់លក់ដូរតែពេលនេះយើងមានទីតាំងសម្រាប់ពួកគាត់ហើយទើបយើងឲ្យពួកគាត់ចាក់ចេញពីលើទ្រង់នឹងចិញ្ចើមផ្លូវទាំងនេះចំពោះបងប្អូនដែលផ្លាស់ទៅទីតាំងថ្មីនេះបងប្អូននឹងមានទីតាំងលក់ដូរត្រឹមត្រូវនៅថ្ងៃអនាគតព្រមទាំងទទួលបានអត្ថប្រយោជន៍ជាច្រើនថែមទៀតផងគួរឲ្យដឹងថាអ្នកលក់ដូរបន្លែផ្លែឈើគ្មានសណ្ដាប់ធ្នាប់នៅលើដងវិថីផ្លូវនៅលើចិញ្ចើមផ្លូវនៃមហាវិថីម៉ៅស៊ីតុងមហាវិថីព្រះមុនីរ៉េតនិងផ្លូវនានានៅតំបន់ជំនាញផ្សារដើមកោនឹងត្រូវផ្លាស់ប្ដូរទៅទីតាំងផ្សារដើមកោថ្មីស្ថិតនៅតាមបណ្ដោយមហាវិថីឆ្នេះក្នុងខណ្ឌព្រៃភ្នៅហើយចំពោះដំណឹងកន្លងមកផ្សព្វផ្សាយព័ត៌មានថាផ្សារដើមកោចាស់ត្រូវផ្លាស់ប្ដូរទីតាំងថ្មីគឺជាព័ត៌មានមិនពិតនោះទេ